សួរថានឹងអរគ្នាដែលចូលរួមនៅក្នុងទីនេះហើយនឹងក្នុងការ live ផងដែរខ្ញុំឈ្មោះអូនវិជ្ជរាចាមានតំណែងទី1នៅក្រុមហ៊ុន Atomy ហើយមុននឹងខ្ញុំស្គាល់ Atomy នេះខ្ញុំគឺជាបុគ្គលិកដែលបម្រើការនៅក្រុមហ៊ុនមួយកន្លែងដែលមានបទពិសោធន៍ធ្វើការឲ្យគេនឹងចូល15ឆ្នាំប៉ុន្តែនេះខ្ញុំតែងតែសម័យថាថ្ងៃណាមួយនឹងអាចជួបឱកាសអាជីវកម្មដែលអាចឲ្យយើងទទួលបានចំណូលអូតូចាប៉ុន្តែរហូតដល់ថ្ងៃមួយបានស្គាល់នៅ sponsor គាត់បានណែនាំឲ្យស្គាល់ក្រុមហ៊ុន Atomy ហើយក៏បានសាកប្រើផលិតផលដែលខ្ញុំស្រឡាញ់ខ្លាំងជាងគេហើយក៏ដំបូងគេបំផុតចាស់នោះគឺ Hemahim ដែលសារខ្ញុំមានបញ្ហាដុសសាច់ច្រមុះអាឡែស៊ីច្រមុះធ្ងន់ធ្ងរធ្លាប់ធ្វើការវះកាត់រហូតដល់2ដងប៉ុន្តែអត់ជាវា3ឆ្នាំ4ឆ្នាំក៏ចាប់ផ្ដើមធ្វើទុកម្ដងទៀតហើយអាការៈដែលខ្ញុំធ្វើទុកនោះគឺអាសាឈឺក្បាលជាប្រចាំផ្ដាសាយហើយខ្ញុំខ្វះគ្រាប់ឈាមអាសាចូលពេទ្យចាហើយខ្ញុំធ្វើការច្រើនម៉ោងមួយថ្ងៃចូល10ម៉ោងជាងអញ្ចឹងយើងខ្សោយខ្លាំងចាអញ្ចឹងដល់ពេលខ្ញុំញ៉ាំ Hemahim ត្រឹមតែ6កញ្ចប់ដំបូងខ្ញុំដឹងថាបងប្អូនប្រហែលដូចខ្ញុំដំបូងគឺពិបាកញ៉ាំខ្លាំងមែនតើតែនៅតែស៊ូញ៉ាំ6កញ្ចប់ធ្វើឲ្យខ្ញុំមានអារម្មណ៍ថា6កញ្ចប់នេះគឺធ្វើឲ្យខ្ញុំចាប់ផ្ដើមផ្លាស់ប្ដូរខ្លួនឯងហើយព្រោះខ្ញុំស្រាប់តែបាត់ឈឺក្បាលហើយក៏មានអារម្មណ៍ថាមានកម្លាំងមែនតើអញ្ចឹងក៏ចាប់ផ្ដើមញ៉ាំបន្តទៀតរហូតដល់ទទួលបានសុខភាពល្អប្រសើរដូចពេលបច្ចុប្បន្នហើយក៏បានសិក្សាស្វែងយល់ឃើញថាក្រុមហ៊ុននេះល្អក៏ចាប់ផ្ដើមដាក់ចិត្តដាក់កាយចូលរួមសិក្ខាសាលាជាប្រចាំរហូតមើលឃើញពីចក្ខុវិស័យរបស់ Atomy ហើយជាហេតុធ្វើឲ្យខ្ញុំសម្រាប់ចិត្តថាឈប់ធ្វើការនៅចុងឆ្នាំ2025នេះហើយមកចាប់ផ្ដើមធ្វើអាជីវកម្ម Atomy 100%ចាហើយសម្រាប់តាក់ទងមួយវិធានបទរបស់យើងខ្ញុំជឿជាក់ថាបងប្អូនទាំងអស់គ្នាដឹងពី how to do Atomy ឯត្រូវឯរបៀបនៅក្នុងការធ្វើអាជីវកម្ម Atomy យើងអត់មានអីមានតែ2ឯ3ជំហានហើយ3ចំណុចស្នូលក៏ប៉ុន្តែហើយខ្ញុំក៏ដឹងថាបងប្អូនជាច្រើនក៏អនុវត្តបងប្អូនខ្លះក៏អត់អនុវត្តដែរអញ្ចឹងយើងដឹងហើយថាពីវិធីសាស្ត្រនៅក្នុងការជោគជ័យមានតែ8ទេចានៅក្នុងទាំងពីរហ្នឹងគឺ8ដូចគ្នាក៏ប៉ុន្តែហេតុអីបានជាអ្នកខ្លះជោគជ័យអ្នកខ្លះអត់ជោគជ័យបងប្អូនឆ្ងល់អត់ចាអ្វីដែលខ្ញុំមើលឃើញហើយឆ្លោះមួយចាំជាមួយនឹងថ្នាក់ដឹកនាំធំដែលគាត់ទទួលបានជោគជ័យខ្ញុំមើលឃើញមានតែមួយចំណុចទេដែលគាត់បន្ថែមពីលើ8ជំហាននិង3ចំណុចស្នូលចាគឺគាត់ស៊ូ3ដងនៅក្នុងពាក្យស្លោករបស់យើងក៏មានស៊ូ3ដងដែរមែនអត់ចាស៊ូទី1ស៊ូអីគេចាស៊ូប្រាប់ឲ្យចូលប្រព័ន្ធហើយនៅក្នុងហ្នឹងស៊ូដែលក្នុងស៊ូរបស់យើងហ្នឹងទី1គឺស៊ូអនុវត្ត8ជំហានស៊ូមួយទៀតស៊ូអនុវត្ត8ចំណុចស្នូលហើយស៊ូមួយទៀតគឺស៊ូតាមពាក្យស្លោកទាំង4របស់យើងត្រូវទេចាអញ្ចឹងបើសិនជាយើងស៊ូខ្លាំងអ្នកដែលតស៊ូខ្លាំងទើបអាចឈរនៅទីនេះបានដូចថ្នាក់ដឹកនាំដូចវាគ្មិនរបស់យើងអញ្ចឹងបើគាត់អត់ស៊ូទេគាត់អាចនៅដល់ថ្ងៃនេះទេចាអញ្ចឹងពីខ្ញុំគឺមានតែប៉ុណ្្នេះហើយក៏សូមជូនពរថ្នាក់ដឹកនាំទាំងអស់គ្នាឲ្យទទួលបានភាពជោគជ័យហើយកុំភ្លេចស៊ូ3ដងជាមួយនឹងវិធីសាស្ត្រនៅក្នុងការឆ្ពោះទៅរកភាពជោគជ័យទាំងអស់គ្នាអរគុណចាអរគុណច្រើនទៅដល់បងអូនស្រីពិតជាក្បោះក្បាយល្អខ្លាំងមែនតើចាខ្ញុំឃើញថារាល់ថ្ងៃគាត់អាចថាប្រកែក្នុងការអនុវត្តទៅលើសកម្មភាពប្រចាំថ្ងៃខ្ញុំពិតជាសរសើរគាត់មែនតើចាអញ្ចឹងសូមស្នូទះដៃជូនទៅដល់បងអូនស្រីផងដែរចា